គ្មានកិច្ចព្រមព្រៀងគ្មានច្រកចេញសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងប្រឈមមុខជម្លោះថ្មីខណៈការចរចាជាប់គាំងការប្រឈមមុខរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងកាន់តែតានតឹងបន្ទាប់ពីរយៈពេល3ខែនៃការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើងទេភាគីទាំងពីរកំពុងស្ថិតក្នុងសង្គ្រាមនៃការចុកខ្សោយដោយម្នាក់ជឿថាពេលវេលានឹងជួយឲ្យខ្លួនឈ្នះសហរដ្ឋអាមេរិកបានដាក់សម្ពាធលើអ៊ីរ៉ង់ដោយបិទកំពង់ផែនិងទាមទារឲ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែររយៈពេល20ឆ្នាំហើយផ្ទេរស្តុកអ៊ុយរ៉ាញ៉ូមទៅឲ្យអាមេរិកខណៈអ៊ីរ៉ង់បដិសេធយ៉ាងដាច់ខាតដោយអះអាងថាកម្មវិធីនុយក្លេអ៊ែរមីស៊ីលនិងការគ្រប់គ្រងច្រកហូម៉ឺសគឺជាសសរស្តម្ភសម្រាប់ការរស់រានមានជីវិតរបស់ខ្លួនមិនអាចបោះបង់បានឡើយប្រធានាធិបតីដូណាល់ត្រាំបានព្រមានថានាឡិកាកំពុងរោសម្រាប់អ៊ីរ៉ង់ហើយបញ្ជាក់ថាបើអ៊ីរ៉ង់មិនធ្វើចលនាឆាប់ទេនឹងប្រឈមមុខនឹងពេលវេលាដ៏អាក្រក់ទោះយ៉ាងណាអ្នកវិភាគជាច្រើនព្រមានថាការបង្កើតសម្ពាធឬវាយប្រហារបន្ថែមប្រហែលមិនអាចបង្ខំអ៊ីរ៉ង់ឲ្យចុះចាញ់បានទេចំណុចជាប់គាំងធំបំផុតគឺច្រកហូម៉ឺសដែលអ៊ីរ៉ង់នៅតែគ្រប់គ្រងនិងបានបិទផ្លូវសំខាន់នេះតែធ្វើឲ្យការដឹកជញ្ជូនប្រេងនិងឧស្ម័ន 20% របស់ពិភពលោករងផលប៉ះពាល់និងធ្វើឲ្យតម្លៃប្រេងកើនឡើងអ៊ីរ៉ង់ចង់បើកច្រកនេះឡើងវិញក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុន្តែអាមេរិកទាមទារឲ្យបើកដោយគ្មានលក្ខខណ្ឌនៅពីក្រោយការរឹងមាំរបស់អ៊ីរ៉ង់មានសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរដូចជាអតិផរណាកើនឡើងអត់ការងារធ្វើនិងឧស្សាហកម្មខូចខាតដូច្នេះអ៊ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀងបឋមមួយដើម្បីបញ្ចប់សង្គ្រាមនិងដោះស្រាយបញ្ហាហូម៉ឺសមុនចូលដល់បញ្ហានុយក្លេអ៊ែរនិងទណ្ឌកម្មអ្នកវិភាគជាច្រើនយល់ថាមិនមានដំណោះស្រាយយោធាណាមួយអាចដោះស្រាយវិបត្តិនេះបានឡើយហើយនឹងការចរចាគឺជាច្រកតែមួយគត់ប៉ុន្តែបញ្ហាគឺភាគីទាំងពីរមិនទាន់មានឆន្ទៈធ្វើសម្បទានដោយឈឺចាប់ដែលចាំបាច់សម្រាប់កិច្ចព្រមព្រៀងសរុបមកសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងឈរនៅលើគែមនៃជម្លោះថ្មីនិងគ្មានកិច្ចព្រមព្រៀងនឹងច្រកចេញច្បាស់លាស់ការគណនាខុសតែមួយអាចនាំឲ្យមានសង្គ្រាមឡើងវិញនិងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យមានទីធ្លាចតឡានមានទីតាំងខាងកើតផ្លូវស្តុបសារមន្ទីរជាតិអង្គរ100ម៉ែត្រផ្លូវជាប់ទៅអង្គរវត្តនៅជិតកន្លែងកំសាន្តដូចជាសារមន្ទីរជាតិព្រះអង្គជ័យព្រះអង្គចោមសួនព្រះរាជដំណាក់DV Auto Garage សៀមរាបមានជួសជុលរថយន្តគ្រប់ប្រភេទម៉ាស៊ីនគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងបដូរប្រេងម៉ាស៊ីននិងលក់គ្រឿងបន្លាស់ពិភាក្សាពីគ្រោះយោបល់ពិនិត្យជើងក្រោមឆែកម៉ាស៊ីនដោយឥតគិតថ្លៃទីតាំងខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100ម៉ែត្រសូមអរគុណ